វីដេអូនេះខ្ញុំមិនមែនមកបំភ័យបងប្អូនពលករយើងដែលកំពុងតែរស់នៅបន្តក្នុងប្រទេសថៃទេហើយក៏អត់ចង់បានអីដែរគឺគ្រាន់តែចង់ប្រាប់បងប្អូនដើម្បីឲ្យបានដឹងខ្លួនទុកជាមុនហើយត្រឡប់ទៅពិនិត្យមើលឯកសាររបស់ខ្លួនឯងឡើងវិញកាលពីម្សិលមិញនៅថ្ងៃទី7ខែមករាឆ្នាំ2026នេះខ្ញុំទទួលបានដំណឹងពីបងស្រីម្នាក់ដែលត្រូវបានអាជ្ញាធរថៃឃាត់ខ្លួនមែនតើទៅបងស្រីគឺមានឯកសារគ្រប់គ្រាន់ទាំងអស់ត្រឹមត្រូវតាមច្បាប់តែម្ដងគឺមានប៉ាសពតមានវីសាមានប័ណ្ណធ្វើការដែលមិនទាន់អស់អាយុទាំងអស់ប៉ុន្តែអ្វីដែលគាត់ខុសនោះគឺថាគាត់ខុសប្រភេទការងារដែលគាត់ធ្វើណាគាត់ដាក់នៅក្នុងប័ណ្ណការងារហ្នឹងគឺការងារផ្ទះការងារពលករដែលធ្វើការក្នុងផ្ទះប៉ុន្តែគាត់បានទៅចូលលក់អីវ៉ាន់ហើយបងស្រីម្នាក់នោះបានរៀបរាប់ប្រាប់ខ្ញុំបន្តទៀតថាគាត់ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួនឥឡូវហ្នឹងក៏គាត់នៅគេនៅឃាត់ខ្លួនគាត់នៅឡើយហើយគេនឹងបញ្ជូនគាត់ត្រឡប់ទៅប្រទេសកម្ពុជាវិញហើយមិនត្រឹមតែបញ្ជូនគាត់ត្រឡប់ទៅប្រទេសកម្ពុជាវិញទេគឺអាជ្ញាធរថៃបាន ban ឬក៏ blacklist គាត់ចំនួន3ឆ្នាំមិនឲ្យវាយវីសាមិនឲ្យធ្វើប័ណ្ណធ្វើការនៅក្នុងប្រទេសថៃហើយករណីបងស្រីនេះគឺគាត់មានប្តីឬក៏មានគ្រួសារនៅក្នុងប្រទេសថៃនេះទៀតបាទប្តីគាត់គឺជាជនជាតិថៃហើយគាត់បានប្រាប់ខ្ញុំថាករណីដែលបញ្ជូនគាត់ទៅហ្នឹងអត់មានបញ្ហាទេគាត់ព្រមទៅប៉ុន្តែអ្វីដែលគាត់បារម្ភហើយនឹងប្តីគាត់បារម្ភនោះគឺការ ban គាត់ចំនួន3ឆ្នាំដែលត្រូវធ្វើឲ្យគាត់រស់នៅឃ្លាតឆ្ងាយពីប្តីគាត់រហូតដល់3ឆ្នាំអញ្ចឹងរឿងនេះគឺរំលឹកដល់បងប្អូនពលករយើងទាំងអស់គ្នាដែលបន្តរស់នៅក្នុងប្រទេសថៃត្រឡប់ទៅមើលឯកសារខ្លួនឯងឡើងវិញឲ្យបានច្បាស់លាស់ទី1ប្រភេទការងារនៅក្នុងប័ណ្ណធ្វើការត្រឹមត្រូវឬអត់ទី2រឿងឈ្មោះថៅកែនៅពេលដែលបងប្អូនបដូរការងារឬបដូរថៅកែតើបងប្អូនបានទៅផ្លាស់ប្ដូរឈ្មោះថៅកែនៅក្នុងប័ណ្ណធ្វើការដែរឬអត់ទី3រឿងកន្លែងធ្វើការអ្នកខ្លះដាក់នៅឈៀងម៉ៃនោះទេប៉ុន្តែមកធ្វើការនៅបាងកកឬក៏នៅខេត្តផ្សេងណាអញ្ចឹងបងប្អូនប្រយ័ត្នប្រយែងឲ្យមែនទែនត្រង់កន្លែងហ្នឹងអ្វីដែលសំខាន់នេះគឺប្រភេទការងារនៅក្នុងប័ណ្ណធ្វើការបងប្អូនត្រូវតែដាក់ឲ្យត្រូវបើសិនជាបងប្អូនធ្វើការសំណង់គឺត្រូវដាក់សំណង់បើសិនជាបងប្អូនធ្វើការលក់ដូរនៅតាមហាងគឺត្រូវការដាក់លក់ដូរនៅតាមហាងហើយបើសិនជាធ្វើការនៅក្នុងផ្ទះជាពលករដែលធ្វើការក្នុងផ្ទះគឺត្រូវដាក់តាមនឹងឲ្យត្រឹមត្រូវជាក់ស្ដែងមែនទែនទៅគឺមូលហេតុដែលពលករយើងមួយចំនួនមិនផ្លាស់ប្ដូរប្រភេទកិច្ចកម្មណាភាគច្រើនអ្នកដែលចូលលក់អីវ៉ាន់នៅតាមហាងឬតាមតូបអញ្ចឹងទៅដោយសារតែការដែលបដូរប្រភេទកិច្ចកម្មប្រភេទការងារនៅក្នុងប័ណ្ណធ្វើការថាមកលក់ដូរអីវ៉ាន់នេះគឺត្រូវការឯកសារច្រើនគឺមានឯកសារបង់ពន្ធឬក៏មានឯកសារពីក្រសួងការងារផ្សេងតាមដែលខាងចាត់ហាងគេទាមទារដែលធ្វើឲ្យគាត់ពិបាកក្នុងការរៀបចំឯកសារទើបគាត់សម្រេចចិត្តមិនផ្លាស់ប្ដូរប្រភេទការងារអញ្ចឹងបងប្អូនប្រយ័ត្នប្រយែងឲ្យមែនតើករណីបងស្រីម្នាក់ដែលខ្ញុំបាននិយាយមិញនេះគឺជាករណីដែលបងប្អូនត្រូវតែដឹងហើយត្រៀមខ្លួនទុកជាមុនមានចងល់អីបន្ថែមអាចខមមិននៅក្រោមវីដេអូនេះមកចុច follow ម្នាក់មួយជួបគ្នាវីដេអូក្រោយសូមអរគុណ